nhà tích bẹp bọn bị sai ra thục nơi Campuchia dương hay năng ở với chia ca và cuộc chơi small strong mình small strong hay năng tàu liệu phép trong ca cuộc chơi để passport tao đó passport sẽ được Campuchia từng mũ có đôi chia passport tao đó vì sai SME ở khi cho một trang tích bẹp macro cứ thà Campuchia dương tiếp xa sẽ đây ở Việt Nam socialist sẽ cùng đi dùng và SOE state owned enterprise người ta sẽ rất cũng lời loạt và phải thấy thì market oriented được dương đã và phần đấy cái ông thầm tuấn chào những dương đoạn trước ban dương khuyên ta kiaផលិតបានច្រើនណាបាទសងខាងយើងនោះគឺប្រទេសផលិតតែម្ដងផលិតបានច្រើនអ្វីដែលតាំងពីបើកផ្នែកឡើងរហូតដល់ចូលទៅគេងវិញហ្នឹងគឺមានទាំងអស់បាទអញ្ចឹងដោយសារតែយន្តការ SOE state owned enterprise ហ្នឹងដែលធ្វើឲ្យការផលិតរបស់ប្រទេសគេឧទាហរណ៍ថាវៀតណាមខ្ចីបុលពីក្រៅមក1000លានការប្រាក់0.01% អាហ្នឹងបើនិយាយអំពីឧទាហរណ៍ក្របខ័ណ្ឌចាយការបាទហើយគេមាន grace period ប្រហែល10ឆ្នាំហើយការបង់ទៅវិញរយៈពេល40ឆ្នាំជាទូទៅបាទបើនិយាយពីចាយការអញ្ចឹងយើងគិតមើលរដ្ឋគ្រប់គ្រងកម្ចីទាំងអស់ហ្នឹងហើយយកកម្ចីហ្នឹងមកប្រើប្រាស់ដើម្បីផលិតសម្រាប់ប្រទេសរបស់គេផលិតកម្មប្រទេសរបស់គេអញ្ចឹងយើងមើលមកកម្ពុជាវិស័យឯកជនយើងមានទុនប្រមាណហើយខ្ចីបុលបន្ថែមការប្រាក់ business loan private loan personal loan housing loan យ៉ាងហោចណាស់ក៏8ទៅ12%ដែរបាទឬក៏អាចស្ថាប័នខ្លះលើសពី12%ឬក៏ក្រុមហ៊ុន leasing ខ្លះរហូតដល់28 29% ក៏មានដែរព្រោះខ្ញុំនៅវិស័យហិរញ្ញវត្ថុជាង20ឆ្នាំបាទខ្ញុំស្រាវជ្រាវទាំងអស់ការប្រាក់យ៉ាងម៉េចប្រឈមយ៉ាងម៉េចខ្លះបាទអញ្ចឹងកន្លែងនេះវាអតុល្យភាពមួយនៅពេលដែលយើងចូលទៅទីផ្សារទាំងទីផ្សារក្នុងប្រទេសកម្ពុជាយើងផងទីផ្សារតំបន់ផងទីផ្សារប្រទេសកម្ពុជាយើងយ៉ាងម៉េចនៅពេលដែលតំណែងសងខាងចូលមកវិស័យឯកជនដែលផលិតហ្នឹងគាត់ប្រើថ្លៃដើមខ្ពស់ណាសូម្បីតែអត្រាការប្រាក់ហ្នឹងក៏យើងចាញ់គេមួយបាត់ណាបាទទុនវិនិយោគបាទ capital investment អញ្ចឹងយើងចាញ់គេមួយទី2ពាក់ព័ន្ធនឹង raw material ក៏យើងទិញនាំចូលអាហ្នឹងយើងចាញ់គេទី2បាទទី3ពាក់ព័ន្ធទៅនឹងការឧបត្ថម្ភទុនផ្សេងពីបើសិនជាយើងចេញទៅទីផ្សារអាស៊ានយើងប្រកួតប្រជែងចាញ់គេដោយសារតែអាទុនវិនិយោគរបស់ប្រទេសសងខាងខាងលិចឧបត្ថម្ភទុនខាងកើត SOE socialist បាទ state owned enterprise ដល់អញ្ចឹងធ្វើឲ្យយើងមានកត្តាជាច្រើនដែលយើងពិបាកនឹងប្រកួតប្រជែងអញ្ចឹងมันយើងឃើញថាពេលដែលស្វែងរកហៅថាតលយៈភាពនិងអតលយៈភាពនៅពេលដែលចូលទៅទីផ្សារគឺយើងតែងតែពិបាកនឹងឈ្នះគេអត់ចង់និយាយថាចាញ់គេយើងពិបាកនឹងឈ្នះគេបាទយើងពិបាកនឹងឈ្នះគេអញ្ចឹងកន្លែងនេះដែលកប់3ជជែកកន្លងមកកប់3មានអន្តរកាលមួយក្នុងរយៈពេលបច្ចុប្បន្នហ្នឹងដែលយើងកំពុងតែព្យាយាមរុញការផលិតដោយខ្មែរផលិតផលខ្មែរគ្រប់គ្រងអ្វីដែលជាផលិតផលរបស់ខ្មែរមោទនភាពជាតិខ្មែរនៅពេលដែលយើងបិទព្រំដែនជាមួយនឹងថៃអញ្ចឹងកប់3មានសំណុំពរជាច្រើនហើយនឹងវេទិកាមួយចំនួនក៏បានលើកដែរថាកប់3មាន grace period 5ឆ្នាំហើយដើម្បីឲ្យ SME នឹងមានឱកាសដកដង្ហើមដើម្បីមានការគ្រប់គ្រងជំនួយបច្ចេកទេសឬក៏មធ្យោបាយហិរញ្ញវត្ថុផ្សេងដែលមានការប្រាក់ទាបឧទាហរណ៍ទៅ 2-3% ក្នុងអន្តរកាល5ឆ្នាំហ្នឹងយើងជឿជាក់ថា SME ទូទាំងប្រទេសហ្នឹងប្រកាសជារីកដូចផ្សិតចឹងបាទប្រកាសជាឃើញក្រុមហ៊ុនសហគ្រាសរោងចក្រការដឹកជញ្ជូនសកម្មភាពសេដ្ឋកិច្ចទូទាំង25ក្រែកងបាទខ្ញុំប្រាប់ទាំងខ្ញុំមិនមែនជាបណ្ឌិតអីទេក៏ប៉ុន្តែខ្ញុំក៏អត់ទីទានបណ្ឌិតដែរព្រោះសម្ងាយ fast match ដូចខ្ញុំជំរាបអញ្ចឹងកម្រិតវប្បធម៌របស់ខ្ញុំមានកម្រិតគ្រាន់តែថាខ្ញុំមានឆន្ទៈឲ្យយើងដេញដោលចេះទៀតដូចខ្ញុំច្រើននិយាយថាប្រទេសជិតខាងឲ្យតែយើងផលិតអីគេធ្វើហៅថាវិធានសនាសេដ្ឋកិច្ចយើងត្រូវយកដូចខ្ញុំច្រើននិយាយទៀតខ្មែរយើងចាំទាលក់កងទាមួយ500បាន
ក្រោយមកប្រទេសជិតខាងគេតម្លាក់សល់350ខ្មែរយើងនៅតែចិញ្ចឹមទាដល់លើក្រោយគេឃើញគេកាខ្មែរយើងនៅតែចិញ្ចឹមទាបានគេតម្លាក់មក40ខ្មែរចាប់ទាលក់អស់រួចទៅបានគេតម្លើងអាពងនឹងដដែលដោយម្នាស់ទឹកឃ្មុំអញ្ចឹងយើងដាំ1 4000ហើយម្នាស់ទឹកឃ្មុំយើងឆ្ងាញ់នៅស្រែអំបិលបែកខាងនោះដល់ថ្ងៃខែហ្នឹងគេលក់1ដល់1000អញ្ចឹងអាចំណុចទៅហ្នឹងយើងត្រូវរកវិធានការហើយខ្ញុំឥឡូវនេះខ្ញុំកំពុងសេតនៅក្នុងកំឡុងពេល5ឆ្នាំនេះឥឡូវឆ្នាំ2000សល់តែ5ខែទៀតទេយើងដាច់2006អញ្ចឹង26អញ្ចឹងខ្ញុំត្រូវត្រៀមចុះ MOU ជាមួយ ARDB ខ្ញុំដឹងថាធនាគារ ARDB លុយអត់គ្រប់ SME Bank ក៏អត់លុយដែរប៉ុន្តែ Commercial Bank លុយច្រើនណាស់ប៉ុន្តែគ្រាន់តែនៅតែញើតអញ្ចឹងពេលនោះហើយដែលវេទិកាហ្នឹងដេញដោលគ្នាតើត្រូវជួយរបៀបម៉េចស្អីរបៀបម៉េច